បើមេឃុំចាញ់សង្កាត់ក្រុមប្រឹក្សាឃុំសង្កាត់បំរើប្រជាប្រដ្ឋទូនាទីឃុំសង្កាត់ដើរតួនាទីសំខាន់ណាស់បងប្អូនសំខាន់លើនឹងទៀតនៅតំបន់កពតនេះខ្ញុំក៏លើព័ត៌មានឃើញព័ត៌មានច្រើនដែរពីរឿងការបាត់បង់ដីធ្លីត្រូវបានគេបំពេញត្រូវចាញ់បោកគ្រូជោគជ័យក្រុមហ៊ុនអីជាហោហែមកហ្នឹងមិនចឹងទេបើសិនជាយើងមានមេឃុំល្អប្រជាពលរដ្ឋនឹងរស់បានស្រួលទាំងសុវត្ថិភាពភូមិឃុំទាំងគ្រឿងញៀនក៏យើងត្រូវបានទុកបានល្អអានោះបើមេឃុំចាញ់សង្កាត់ក្រុមប្រឹក្សាឃុំសង្កាត់បំរើប្រជាពលរដ្ឋប៉ុន្តែយើងត្រូវមានជំនាញចិត្តថាមេឃុំចៅសង្កាត់ក្រុមប្រឹក្សាឃុំសង្កាត់គណៈបកកម្លាំងជាតិគឺបំរើការពារផលប្រយោជន៍ប្រជាប្រដ្ឋនៅមូលដ្ឋានជ័យយកគណៈបកកម្លាំងជាតិការរំលោភដីធ្លីបើមេឃុំចៅសង្កាត់នៅឈរខាងប្រជាប្រដ្ឋឃុំនៅក្នុងឃុំនឹងមិនអាចបាត់បង់ដីធ្លីបានណាស់តែអាជ្ញាធរឃុំសង្កាត់ទៅឈរទៅខុបខិតជាមួយអ្នកមានឈ្មោះពេលហ្នឹងមកយកដីជាប្រដ្ឋចំណោមបញ្ហាដែលយើងសិក្សាយើងឃើញបែបចឹងយ៉ាងហើយបងប្អូនត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវយើងដឹកនាំរដ្ឋក៏ត្រូវគិតអំពីចាស់មិនស្អីគាត់លើកឡើងថានៅស្រុកគេជឿនគេមានសោធននិវត្តន៍នៅស្រុកយើងមានសោធននិវត្តន៍តែមន្ត្រីឆ្កាកងកម្លាំងទេមិនចឹងទេប្រជាពលរដ្ឋអត់ទាន់មានទេអានោះក៏យើងគិតទូដែរឥឡូវទៅតាយាយអាយុ65ឆ្នាំឡើងទៅយើងជូនគាត់ប្រមាណក្នុងមួយខែបើខ្ញុំមិនភ្លេចទេគោលនយោបាយគណៈបក្សសង្គ្រោះជាតិដូចជាជូន 40000 អានោះមិនមែនសោធននិវត្តន៍ជូនឲ្យគាត់ប្រចាំខែបើសោធននិវត្តន៍ទៅច្រើនជាងនេះគណៈបកកម្លាំងជាតិក៏មានដូចគ្នាឥឡូវយើងកំពុងតែសិក្សាថាតើយើងឲ្យ 100000 ឬ 15000 ក្នុងមួយខែជូនចាស់លោកតាលោកយាយពី65ឡើងទៅឥឡូវយើងកំពុងតែសិក្សាទៅជ័យយករាជការកម្ពុជាចឹងបងប្អូនសូមថាចំគណៈបកកម្លាំងជាតិបានលុយមកពីណាលុយបើយើងមើលទៅយើងមានផ្ដល់ជូនឥឡូវគេដឹងថាសង្គមយើងបច្ចុប្បន្នពុកអលួយសបានណាពុកអលួយចេះយើងគ្រាន់តែកាត់លុបបំបត្តិនៅអំពើពុកអលួយបន្តិចពេលនោះយើងមានលុយសម្រាប់ជូនចាស់លោកតាលោកយាយហើយជឿចឹងទេបងប្អូនជឿហើយទី2យើងកាត់ក្រសួងស្ថាប័នតែជន់គ្នាតែជន់តែក្រសួងណាជន់គ្នាយើងកាត់ចេញទៅពីក្រសួងអភិវឌ្ឍជនបទឥឡូវយើងសម័យមើលអភិវឌ្ឍជនបទទៅធ្វើអីគេអញ្ចឹងវាជន់ការងារជាមួយឃុំអភិវឌ្ឍជនបទមានន័យថាធ្វើផ្លូវថ្នល់នៅតាមភូមិតាមឃុំអញ្ចឹងការងារនឹងទុកឲ្យឃុំធ្វើទៅបានដូចគ្នាមិនចឹងពេលនេះយើងត្រូវសល់លុយមកកញ្ចប់កាត់បន្ថយរដ្ឋលេខាធិការអនុរដ្ឋលេខាធិការក្រសួងខ្លះគណៈរដ្ឋលេខាធិការសឹងតែ30-40 ដល់ 60យើងកាត់ទៅទុក1-2ទៅបានរដ្ឋមន្ត្រីរដ្ឋលេខាធិការ1 ឬ 2ទៅអនុរដ្ឋលេខាធិការមិនបាច់មានក៏បានតែញ៉ាំពេលសល់លុយបងប្អូនចឹងយើងសល់លុយយកទៅអភិវឌ្ឍសង្គមយើងថែមទៀតបាទចឹងវិធីមានច្រើនដូច្នេះសូមបងប្អូនទុកចិត្តលើគណៈបកកម្លាំងជាតិ